អ៊ីស្រាអែលបដិសេធរបាយការណ៍ដែលថាខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ស្វាគមន៍ប្រិយមិត្តជាទីមេត្រីយើងវិលមកជួបគ្នាសារជាថ្មីជាមួយនឹងអត្ថបទព័ត៌មានជាតិព័ត៌មានអន្តរជាតិព័ត៌មានសន្តិសុខសង្គមប្រចាំថ្ងៃអ៊ីស្រាអែលបដិសេធរបាយការណ៍ដែលថាខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទីក្រុងយេរូសាឡឹមគណៈកម្មាធិការសិទ្ធិរបស់អង្គការសហប្រជាជាតិធ្វើសេចក្តីរាយការណ៍ថាអ៊ីស្រាអែលបាននឹងកំពុងតែបន្តប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាគណៈកម្មាធិការសន្និដ្ឋាននៅចុងបញ្ចប់នៃរបាយការណ៍របស់ខ្លួនថារដ្ឋអ៊ីស្រាអែលត្រូវតែអ្នកទទួលខុសត្រូវនៅក្នុងរឿងនេះពីបទ 1. មិនទប់ស្កាត់អំពើប្រល័យពូជសាសន៍ 2. ប្រព្រឹត្តអំពើប្រល័យពូជសាសន៍ដោយខ្លួនឯងនិង 3. មិនព្រមដាក់ទោសអ្នកប្រព្រឹត្តអំពើប្រល័យពូជសាសន៍តាមពិតនេះមិនមែនជាលើកទី1ទេដែលអ៊ីស្រាអែលទទួលរងការចោទប្រកាន់ពាក់ព័ន្ធទៅនឹងអំពើប្រល័យពូជសាសន៍មែនតើអ៊ីស្រាអែលខ្លួនឯងធ្លាប់ទទួលរងអំពើនេះកាលពីអំឡុងសង្គ្រាមលោកលើកទី2ថ្មីនេះអ៊ីស្រាអែលរងការចោទប្រកាន់អំពីអង្គការសិទ្ធិមនុស្សនិងក្រុមអ្នកជំនាញទូទាំងសកលលោកប៉ុន្តែបើអ៊ីស្រាអែលបដិសេធអ៊ីស្រាអែលថាខ្លួននឹងមិនសហការជាមួយគណៈកម្មការរបស់ UN ដើម្បីស៊ើបអង្កេតករណីចោទប្រកាន់អំពីបទរំលោភសិទ្ធិជនជាតិប៉ាឡេស្ទីនទេក្រុមអ្នកស៊ើបអង្កេតរបស់ UN បានចោទប្រកាន់ថាអ៊ីស្រាអែលបន្តកាប់សម្លាប់ជនជាតិប៉ាឡេស្ទីនបង្កស្នាមរបួសផ្លូវកាយនិងផ្លូវចិត្តមានចេតនាធ្វើឲ្យពួកប៉ាឡេស្ទីនចុះទ្រុឌទ្រោមផ្លូវកាយទាំងស្រុងឬដោយផ្នែកនិងព្យាយាមទប់ស្កាត់មិនឲ្យប៉ាឡេស្ទីនអាចបង្កើនកូនចៅសម្រាប់បន្តពូជពង្សវង្សត្រកូលរបស់ពួកគេអំពើប្រល័យពូជសាសន៍ត្រូវបានគេកំណត់និយមន័យថាគឺជាការប៉ុនប៉ងបំផ្លាញទាំងស្រុងឬមិនទាំងស្រុងទៅលើក្រុមជាតិសាសន៍ជាតិពុនជនជាតិភាគតិចឬជនជាតិសាសនាណាមួយប្រតិកម្មចំពោះការចេញរបាយការណ៍ថ្មីនេះអ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែលចាត់ទុកថានេះគឺជារបាយការណ៍ភូតកុហកដែលប្រមូលទិន្នន័យតែមួយជ្រុងពីការនិយាយបំភ្លើសរបស់ក្រុមហាម៉ាស់រួចហើយយកមកនិយាយឡើងវិញដោយមនុស្សផ្សេងគណៈកម្មការខាងលើនេះអះអាងថាខ្លួនចង់ផ្ដោតសំខាន់ទៅលើធាតុផ្សំចំនួន4នៅក្នុងចំណោម5ដែលមានចែងនៅក្នុងមាត្រា1នៃអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ1948អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែលយល់ថារបាយការណ៍នេះសរសេរផ្ទុយពីការពិតគឺក្រុមហាម៉ាស់ទៅវិញទេដែលប៉ុនប៉ងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅអ៊ីស្រាអែលជាក់ស្ដែងពួកគេសម្លាប់ជនជាតិអ៊ីស្រាអែលអស់ 1,200 នាក់កាលពីខែតុលាឆ្នាំ2023ពួកគេរំលោភសេពសន្តិវៈទៅលើស្ត្រីភេទដុតសម្លាប់មនុស្សទាំងគ្រួសារទាំងរស់និងប្រកាសជាជំហរថាពួកគេត្រូវសម្លាប់ជនជាតិជ្វីបឲ្យអស់នេះបើយោងតាមប្រភពពី Newsweek និងប្រភពផ្សេងដទៃទៀតបាទប្រិយមិត្តជាទីមេត្រីនេះគឺអត្ថបទព័ត៌មានដែលអ៊ីស្រាអែលបដិសេធនៅរបាយការណ៍ដែលថាខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍យើងក៏លេចទៅមើលប្រទេសអ៊ីរ៉ង់ឯនោះវិញអ៊ីរ៉ង់ប្រហារជីវិតបរិសុទ្ធម្នាក់ពីបទលួចការសម្ងាត់របស់ជាតិខ្លួនទៅឲ្យអ៊ីស្រាអែលប្រទេសអ៊ីរ៉ង់ប្រកាសនៅថ្ងៃនេះថាខ្លួនទើបតែប្រហារជីវិតបរិសុទ្ធម្នាក់ដែលត្រូវតុលាការរកឃើញពីរដ្ឋពាក់ព័ន្ធទៅនឹងអំពើចារកម្មអ៊ីរ៉ង់ថាបរិសុទ្ធរូបនោះបានប្រមូលការសម្ងាត់ពីអ៊ីរ៉ង់យកទៅឲ្យអ៊ីស្រាអែលមុនពេលចាប់ខ្លួនបរិសុទ្ធរូបនោះបានសរសេរលិខិតផ្ញើជូនប្រមុខដឹកនាំអ៊ុយក្រែនលោកសេលេនស្គីដោយរៀបរាប់ថាគាត់ចង់ទៅជួយច្បាំងខាងអ៊ុយក្រែនមជ្ឈដ្ឋានខ្លះយល់ថាការប្រហារជីវិតនេះមិនទាន់បញ្ចប់ត្រឹមនឹងទេអ៊ីរ៉ង់នៅមានទាន់ដិតជាច្រើនអ្នកទៀតដែលស្ថិតនៅក្នុងការឃុំឃាំងដើម្បីរងចាំពេលវេលាល្អមកដល់នឹងអាចយកទៅប្រហារជីវិតបន្ថែមទៀតក្រោយពេលផ្ទុះសង្គ្រាមមួយចំអិនកំពឹសរយៈពេល12ថ្ងៃជាមួយនឹងអ៊ីស្រាអែលអ៊ីរ៉ង់ទទួលអារម្មណ៍ថាខ្លួនហាក់ដូចជាចាញ់ប្រៀបគេបើទោះបីជាបត់ឈប់បាញ់យ៉ាងណាក្តីម្យ៉ាងវិញទៀតស្ថានភាពសេដ្ឋកិច្ចជាតិអ៊ីរ៉ង់ក៏ធ្លាក់ចុះម្ល៉េះហើយធ្វើឲ្យអ៊ីរ៉ង់ក្រពុលមុខយ៉ាងខ្លាំង
ដូច្នេះនៅពេលមានអ្វីមកទើសមុខគឺត្រូវតែកម្ចាត់ចោលទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Mizan បានចុះផ្សាយថាបរិសុទ្ធដែលត្រូវប្រហារជីវិតនោះឈ្មោះ Baba Zabazi គាត់ជាប់ចោទពីបទប្រមូលយកព័ត៌មានសម្ងាត់ចេញពីមជ្ឈមណ្ឌលឯកសារនិងទីតាំងសន្តិសុខជាតិរបស់អ៊ីរ៉ង់ដើម្បីប្រគល់ទៅឲ្យទីភ្នាក់ងារសម្ងាត់អ៊ីស្រាអែលទីភ្នាក់ងារសារព័ត៌មានខាងលើនោះគឺផ្សាយបន្តទៀតថាលោក Zabazi គឺជាបុគ្គលជាប់កិច្ចសន្យាដែលបម្រើការផ្នែកគ្រឿងបរិក្ខារត្រជាក់នៃក្រុមហ៊ុនទូកមនាគមន៍យោធានិងសន្តិសុខអង្គជំនុំជម្រះនៅក្នុងតុលាការអ៊ីរ៉ង់រកឃើញថាលោក Zabazi បានលក់ព័ត៌មានទៅឲ្យទីភ្នាក់ងារសម្ងាត់ Mossad របស់អ៊ីស្រាអែលបើទោះជាយ៉ាងណាក្តីមជ្ឈដ្ឋានខ្លះយល់ថាមូលហេតុធំមិនមែនដោយសាររឿងនឹងទេមុនពេលចាប់ខ្លួននោះគាត់បានសរសេរសម្បត្តិទៅកាន់លោក Zelensky ដើម្បីបញ្ជាក់អំពីគោលបំណងចង់ចូលរួមជាមួយនឹងទ័ពអ៊ុយក្រែនច្បាំងទល់នឹងរុស្ស៊ីគោលជំហរនេះផ្ទុយពីរដ្ឋាភិបាលអ៊ីរ៉ង់ដែលកំពុងជួយជ្រោមជ្រែងរុស្ស៊ីយ៉ាងពេញទំហឹងនិងបន្តផ្គត់ផ្គង់ដ្រូនអត្តឃាត Shahid ទៅឲ្យរុស្ស៊ីអ៊ីរ៉ង់មិនបានបញ្ជាក់ឲ្យបានច្បាស់ថាតើបរិសុទ្ធខាងលើនេះត្រូវបានប្រហារជីវិតដោយប្រើប្រាស់មធ្យោបាយអ្វីនោះទេក៏ប៉ុន្តែតាមអ្វីដែលគេចំណាំពីមុនមកអ៊ីរ៉ង់ច្រើនប្រហារជីវិតដោយព្យួរកនិងខ្សែពួរចាប់តាំងពីផ្ទុះសង្គ្រាមជាមួយនឹងអ៊ីស្រាអែលកាលពីខែមិថុនាអ៊ីរ៉ង់បានប្រហារជីវិតមនុស្ស8នាក់ពីបទលួចយកការសម្ងាត់របស់ប្រទេសជាតិខ្លួនទៅឲ្យរដ្ឋបរទេសតាមពិតសង្គ្រាមអ៊ីរ៉ង់និងអ៊ីស្រាអែលនោះគឺថ្មីត្បិតតែមានរយៈពេលខ្លីមែនប៉ុន្តែបានឆក់យកជីវិតមនុស្ស 1100 នាក់ដោយសារការបាញ់គ្រាប់មីស៊ីលដាក់គ្នាទៅវិញទៅមកអ៊ីរ៉ង់មិនបានប្រើប្រាស់យន្តហោះដើម្បីប្រហារអ៊ីស្រាអែលទេក៏ប៉ុន្តែអ៊ីស្រាអែលនិងអាមេរិកប្រើមីស៊ីលផងនិងយន្តហោះផងដើម្បីវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់មេបញ្ជាការកងទ័ពអ៊ីរ៉ង់ក៏ស្លាប់ជាច្រើនអ្នកផងដែរអង្គការសហប្រជាជាតិរកឃើញថាទំព័រនៃការប្រហារជីវិតមនុស្សនៅអ៊ីរ៉ង់ហក់ឡើងខ្ពស់កាលពីឆ្នាំ2024ពលគឺទាន់ដិតយ៉ាងតិច975នាក់ត្រូវបានប្រហារជីវិតនេះបើយោងតាមប្រភពពី ABC និងប្រភពដទៃទៀត